ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានលំហាត់ប្រាណ6សម្រាប់បងប្អូនដែលមានអាការអាសាឈឺចង្កេះហើយចាក់មកជើងហើយមួយទៀតហ្នឹងគឺសម្រាប់បងប្អូនដែលមានបញ្ហាលៀនឌីសអញ្ចឹងអនុវត្តលំហាត់ប្រាណជាមួយខ្ញុំទាំងអស់គ្នាការលៀនឌីសសុទ្ធតែតម្រូវឲ្យទទួលការវះកាត់មែនទេខ្ញុំនឹងប្រាប់បងប្អូននៅរឿងមួយពិតនៅមន្ទីរពេទ្យរាល់ថ្ងៃគឺទទួលអ្នកជំងឺជាច្រើនដែលមានបញ្ហាលៀនឌីសក្នុងចំណោមអ្នកជំងឺទាំងអស់នោះគឺมันមានសូម្បីតែម្នាក់ដែលទទួលការវះកាត់ពីព្រោះពួកគាត់សុទ្ធតែនៅមានរាងកាយមួយដែលនៅរឹងមាំអាចធ្វើការងារបានហើយពួកគាត់គឺគ្រាន់តែមានបញ្ហាឈឺចង្កេះឬក៏ឈឺចាក់មកជើងតែប៉ុណ្ណោះនៅពេលដែលពួកគាត់ថត CT scan ឬក៏ MRI ហើយពួកទៅពួកគាត់ដឹងថាគាត់មានជំងឺលៀនឌីសពេលនោះអ្នកខ្លះគាត់ក៏នឹងគិតថាគាត់នឹងត្រូវវះកាត់ប៉ុន្តែវាមិនមានអ្វីដូចជាគាត់បានគិតនោះទេជំងឺលៀនឌីសគឺអាចព្យាបាលតាមបែបការធ្វើលំហាត់ប្រាណនិងការព្យាបាលដោយចលនាហើយវិធីនេះដែរគឺយើងបានអនុវត្តជោគជ័យនៅលើភ្ញៀវជាច្រើនអ្នកមកហើយដែលបងប្អូនមិនអាចរំលងនៅវិធីនេះបានទេបើសិនជាបងប្អូនកំពុងមានបញ្ហាលៀនឌីសឬក៏គៀបសរសៃឆ្អឹងខ្នងឬក៏អ្នកដែលគាត់មិនទាន់ដឹងថាខ្លួនឯងលៀនឌីសប៉ុន្តែមានរោគសញ្ញាឈឺចង្កេះឬក៏ឈឺចាក់មកជើងនឹងតែម្ដងអញ្ចឹងសូមទុកនីតិនេះឲ្យគឹមសានរបស់យើងដើម្បីជួយថែរក្សាសុខភាពឆ្អឹងខ្នងបងប្អូនឲ្យទទួលបានសុខភាពល្អហើយបងប្អូនអាចប្រកបធ្វើការងារប្រចាំថ្ងៃដោយសុវត្ថិភាពបងប្អូនសូមអនុវត្តវិធីដែលយើងចែករំលែកកន្លងមកតាមកលៈទេសៈដែលបងឈឺផ្នែកនីមួយៗនៃរាងកាយអរគុណបងប្អូនសូមណែនាំក្តារតម្រង់ឆ្អឹងខ្នងជួយពលាឆ្អឹងខ្នងពីគីមសានរបស់យើងដែលមានច្រើនពណ៌ច្រើនម៉ូដសម្រាប់បងប្អូនជ្រើសរើសដែលអាចជួយកាត់បន្ថយបញ្ហាលៀនឌីសឈឺឆ្អឹងខ្នងដែលបងប្អូនអាចយកទៅហាត់ជារៀងរាល់ថ្ងៃមិនថាក្មេងមិនថាចាស់អាចហាត់បានជារៀងរាល់ថ្ងៃតម្លៃត្រឹមតែ$12ទេបងប្អូនទូរាន់ឡើងអរគុណច្រើនសម្រាប់បងប្អូនតាមដានវីដេអូខ្ញុំសង្ឃឹមថាបងប្អូនអ្នកដែលគាត់មានបញ្ហាឈឺចង្កេះចាក់មកជើងនិងលៀនឌីសនឹងបានធូរស្បើយពីលំហាត់ប្រាណនេះទាំងអស់គ្នាកុំភ្លេច follow page ហើយជួយ share វីដេអូនេះមួយផងអរគុណ